ជំរាបសួរបងប្អូនយើងទាំងអស់គ្នាវិលមកសាជាថ្មីនៅចំពុកទី7ក្នុងការសិក្សាស្វែងយល់អំពីវិស័យ Forex បាទឥឡូវយើងចូលមកចំណុចទី4គឺស្គាល់ពី Evening Star នៅចំពុកទី6គឺយើងបានស្គាល់ហើយពី Morning Star Evening Star ហ្នឹងគឺវាអត់ខុសគ្នាពី Morning Star ទេដំណើរការរបស់វាគ្រាន់តែវាមានលក្ខណៈផ្ទុយគ្នាលក្ខណៈ candle វាផ្ទុយគ្នាដោយ candle ទី1គឺ bullish ហើយ candle ទី2នោះគឺ doji បន្ទាប់មក candle ទី3គឺ bearish ដែលមានដែលបិទពីលើ candle ទី1អាចខ្ពស់ជាងអាចលើសពី50ទៅ70% ហ្នឹង Evening Star ហ្នឹងគឺជា bearish reversal candlestick pattern ដែលបង្ហាញថា uptrend អាចត្រូវប្រែទិសទៅជា downtrend វាដូចជា Morning Star ដែរតែបែបលក្ខណៈផ្ទុយគ្នានេះជារូបរាង Evening Star Evening Star ហ្នឹងមាន3 candle គឺ candle ទី1គឺលក្ខណៈ bullish strong candle ជា bullish candle ធំហើយបង្ហាញថា buyer គ្រប់គ្រងទីផ្សារ uptrend កំពុងរីកចម្រើន candle ទី2ហ្នឹងគឺ small body ដែលយើងនិយាយថា doji ឬក៏ spinning top ហ្នឹងអាចជា doji ឬ small candle បង្ហាញពី indecision មិនប្រកប buyer និង seller គ្មានអ្នកណាដែលមានអំណាចច្បាស់ candle ទី3 bearish strong candle ជា bearish candle ធំ close ត្រូវធ្លាក់ក្រោម 50 ទៅ 70% នៃ candle ទី1បង្ហាញថា seller take over ជាសញ្ញាប្រែទិសចុះហើយដំណើរការរបស់ Evening Star ហ្នឹងគឺ uptrend កំពុងពង្រីកឡើងបានន័យថានៅពេលដែលវាកំពុងតែឡើងខ្លាំងបងប្អូន uptrend កំពុងតែកើនឡើងបន្ទាប់ពីនោះមកគឺ candle ទី1បានជាលក្ខណៈ bullish ខ្លាំងហើយទី2នេះគឺ buyer combinate momentum ខ្លាំងឡើងចាប់ផ្ដើមអស់ទី2នេះគឺ momentum ខ្លាំងឡើងចាប់ផ្ដើមអស់ candle ទី2ទៅជាតូចវិញប្រែទៅជាតូចជាលក្ខណៈ doji ហើយmarket ហ្នឹង indecision buyer ចាប់ផ្ដើមខ្សោយទី3ហ្នឹងគឺវាចាប់ផ្ដើម reversal មកវិញគឺ reversal ហ្នឹងបានន័យថា candle bearish ធំហើយ close ត្រូវធ្លាក់ចុះក្រោមពាក់កណ្ដាល body candle ទី1នេះបញ្ជាក់ថា seller ចាប់គ្រប់គ្រង uptrend បញ្ចប់ downtrend ចាប់ដើមឡើងវិញនេះជាលក្ខណៈ Evening Star គឺវាផ្ទុយពី Morning Star condition ដែល Evening Star ត្រូវមានគឺត្រូវបង្កើតឲ្យកំពូល uptrend candle ទី2ត្រូវជា small body candle ទី3ត្រូវធ្លាក់ចុះខ្លាំងហើយបិទក្រោម 50% នៃ body candle ទី1ហើយ volume candle ទី3ធំ stronger reversal អត្ថន័យសំខាន់ Evening Star ប្រាប់ថា buyer ចាប់ផ្ដើមត្រូវតែចាញ់ momentum seller take over market direction អាចត្រូវប្រែពី uptrend ទៅ downtrend ជា bearish reversal pattern ពេញនិយមក្នុង forex stock crypto អូខេបាទនេះគឺជាដំណើរការរបស់ Evening Star យើងទៅស្វែងរកនៅលើ live chart ទាំងអស់គ្នាដើម្បីបង្ហាញឲ្យកាន់តែច្បាស់បាទនេះគឺជារូបរាង Evening Star បានន័យថា candle ទី1នេះគឺជាលក្ខណៈ bearish សំទោសលក្ខណៈ bullish ហើយបន្ទាប់មក candle ទី2គឺវាបង្ហាញចេញជា doji candle body តូចបាទ body តូចបន្ទាប់មកទៀតវាបង្កើត candle ទី3គឺ candle bearish ដែលមានកម្លាំងបិទហ្នឹងគឺក្របបិទពីលើ candle ទី1ចូលលក្ខណៈប្រហែលជាខ្ទង់ 50% ហ្នឹងហើយហើយដំណើរការរបស់វាបន្ទាប់មកក៏វាចាប់ផ្ដើមដំណើរការចុះមកក្រោមនេះបាទនេះឯងជាលក្ខណៈ Evening Star បងប្អូនណាបន្ទាប់ពីវាបង្កើតអានឹងហើយគឺវាចាប់ផ្ដើមទម្លាក់ខ្លួនមកវិញដូចអានេះផងដែរនេះក៏ជាលក្ខណៈអាចចាត់ចូលជា
morning star ដែរព្រោះវាកំពុងតែ up trend ឡើងហើយវាបង្កើតចំណុចមួយគឺលក្ខណៈអានេះមិនមែនជាលក្ខណៈដូជីទេមិនណាគាត់ថាវាស្ទៀងដូជីដែររៀងបិទ body រៀងធំបន្តិចប៉ុន្តែ candle ទី3គឺវាបានទម្លាក់ខ្លួនខ្លាំងវាបិទពីលើនេះខ្លាំងបន្ទាប់មកទៀតវាបានធ្វើការ retest ឡើងទៅវិញនៅចំណុចនេះកន្លែងនេះគឺបើសិនបើយើងដាក់ stop loss អត់ត្រឹមត្រូវគឺវាអាចចូលដាច់ stop loss របស់យើងណាប៉ុន្តែអ្វីដែលនេះសំខាន់គឺពេលដែលវាឡើងទៅប៉ះអានេះយើងអាចចាត់ជា resistance កន្លែងនេះកន្លែងកំពូលដែលវាត្រូវឡើងទៅ retest ហ្នឹងពេលដែលវា retest ហើយវាក៏ចាប់ផ្ដើមធ្វើការទម្លាក់ខ្លួនមកដល់នេះវិញបាទហើយអូខេបងប្អូនអញ្ចឹងនេះគឺជាការដំណើរការរបស់ Evening Star បាទអរគុណច្រើនអញ្ចឹងក្នុងវីដេអូចំពោះទី7គឺសូមបញ្ចប់តែត្រឹមនេះបាទចាំជាបន្តទៅមេរៀនបន្តទៀតបាទអរគុណច្រើនជម្រាបលា